ទាន់ហេតុការណ៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃចេញសេចក្តីបំភ្លឺពាក់ព័ន្ធការលាឈប់របស់លោកត្រីស៊ីថេងស្របពេលរឿងរ៉ាវនៃការលាឈប់ពីការងារជាអ្នកថែទាំសត្វនៅភ្នំតាម៉ៅរបស់លោកត្រីស៊ីថេងកំពុងតែក្តៅគប់ពាសពេញបណ្ដាញសង្គមនិងមហាជនជាច្រើនទាមទារឲ្យមានការបកស្រាយណាមួយពីខាងអង្គការដែលពាក់ព័ន្ធស្រាប់តែនៅថ្ងៃទី02 ខែកក្កដាឆ្នាំ2025នេះខាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយបកស្រាយជុំវិញបញ្ហាដ៏ក្តៅមួយនេះតាមរយៈសេចក្តីថ្លែងការណ៍ដែលបានបង្ហោះលើកណនី Facebook របស់ខាងអង្គការដោយផ្ទាល់បានសរសេររៀបរាប់ថាសន្និសីទសារព័ត៌មានសម្រាប់ការចេញផ្សាយបន្ទាន់សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោកត្រីស៊ីថេងនិងការមើលថែទាំសត្វនៅភ្នំតាម៉ៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមបញ្ជាក់ថាលោកត្រីស៊ីថេងបានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯងដោយលាឈប់ពីការងារចាប់ពីថ្ងៃទី30 ខែមិថុនាឆ្នាំ2025ទៅគាត់មិនត្រូវបានគេបញ្ឈប់ឬក៏ស្នើសុំឲ្យលាលែងពីការងារនោះឡើយនៅភ្នំតាម៉ៅការផ្ដល់ចំណីនិងការថែទាំសត្វមិនថាសត្វដំរីឬសត្វផ្សេងទៀតនោះទេគឺនៅតែបន្តផ្ដល់និងថែទាំជាប្រចាំតាមធម្មតាបច្ចុប្បន្ននេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង$5,000 សហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃបដិញ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ